សូមគៀនជ្រាបសូមជម្រាបអស់លោកមេបាអ្នកអង្គញាភ្ញាព្រះតកោរៀនបងប្រុសស្រីតូចធំមហាចំបាត់សូមជុំប្រឹក្សាស្នាការនៅលោកមេបាក្រោយអំពីធ្វើថ្មិញបំពេញលក្ខកូនស្រីរបស់លោករួចរាល់អស់ហើយគ្រាខាងក្រោយនៅឡើយតើលោកមានទម្រង់ជើងការចំណាទៀតសូមទានលោកមានប្រសាសន៍សាធុប្រពៃណាស់ពេលវេលាយប់ស្ងាត់សັບចូលដេកសេកចូលទនំអស់លោកមេបាចាស់ទុំក៏បានចូលសម្រានលួងលោកហើយចូលដល់ក្នុងពេលនេះលោកមហាទាំង3ជួសឲ្យមេត្តាបិតាខាងប្រុសឡើងគាល់លោកមេបាសូមពិភាក្សាកិច្ចការងារបន្តសម្រាប់រាត្រីនេះអញ្ចឹងខ្ញុំបាទសូមជម្រាបជូនទៅលោកមហាទាំង3រូបថាកិច្ចការងារត្រូវធ្វើបន្តគឺពិធីកាត់ខាន់ស្លាហើយក្នុងពិធីកាត់ខាន់ស្លានេះខ្ញុំបាទសូមបញ្ជាក់ធ្វើរួមជាមួយគ្នានឹងប្រាក់ស្នាប់ទឹកដោះតែម្ដងសូមលោកមហាជ្រាបសាធុប្រពៃណាពេលពីគ្រាមុនបកូនលោកបានប្រាប់ដល់មហាចំបាត់ថាទី1កាត់ខាន់ស្លាទី2នឹងប្រាក់ស្នាប់ទឹកដោះទាំងពីរនេះតើលោកយកណាជាមុខទុកណាជាក្រោយសូមបកូនលោកមានប្រសាសន៍ប្រពៃណាលោកមហាសូមជម្រាបជូនថាកិច្ចការកម្មវិធីទាំងពីរនេះសូមលោកមហាចាត់ចែងរៀបចំពិធីកាត់ខាន់ស្លាជាមុនសូមលោកមហាជ្រាបបាទសាធុប្រពៃណាយ៉ាងដូចនេះខ្ញុំបាទទៅរៀបនៅរបស់ផភាដើម្បីយកមកជូនទៅដល់លោកមេបាបាទតែមានស្អីខ្លះហើយនឹងលោកមហានេះបាទមានតាំងពីទឹកដងកាល់តាំងពីខាន់ស្កបាទព្រមទាំងឯអង្គតម្រង់កាយមានសពទាំងអស់ទៀតនេះបាទសូមលោកពេលមើលមកចុះហើយសូមលោកបង្កប់ជាបន្តក្នុងកិច្ចការដែលត្រូវធ្វើពិធីកាត់ខាន់ស្លាត្រូវមានកម្រាលប្រែព្រំកទេលខ្នល់ខ្នើយផ្លែឈើនំចំណីចេកមាសចេកប្រាក់ទឹកផ្អែមដីផ្អែមអញ្ចឹងពេលនេះក៏លោកមហាបានចាត់ចែងរៀបចំនាំមកដល់កន្លែងប្រពកម្មវិធីហើយនៅឡើយក្នុងពេលនេះគឺលោកអ្នកដែលមានភ័ព្វវាសនាឡើងអង្គុយលើកម្រាលព្រំជ័យទាំង3ជាន់គឺកម្រាលប្រាក់កម្រាលមាសព្រមទាំងកម្រាលពេជ្រហេតុដូច្នេះខ្ញុំបាទសូមជម្រាបជូនទៅលោកអ្នកមហាទាំង3រូបរៀបចំចាត់ចែងរកអ្នកមានភ័ព្វវាសនាឡើងអង្គុយលើកម្រាលព្រំទាំង3ជាន់ក្នុងពេលនេះតែម្ដងសូមលោកមហាជ្រាបបាទសាធុប្រពៃណាសូមលោកអ្នកភ្លេងសូមលេងអញ្ជើញអ្នកមានភ័ព្វវាសនាឡើងលើកម្រាលព្រែព្រំ3ជាន់សូមតាមអញ្ជើញបាទច្រៀងរកអ្នកមានពរវាសនាអោម្ចាស់ខ្ញុំមកលោកអើយលោកនៅទីណាអោម្ចាស់ខ្ញុំមកហើយអញ្ជើញលោកឡើងកម្រាលទី1គឺជាកម្រាលប្រាក់កម្រាលទី1មានពលឺអត់អាក់អោម្ចាស់ថ្លៃលោកអើយសូមអញ្ជើញលោកអ្នកមានធម៌មានស្នាអូម្ចាស់ខ្ញុំមកហើយលោកឡើងកម្រាលទី2គឺជាកម្រាលមាសកម្រាលទី2មានពលឺពណ៌វាអូម្ចាស់ថ្លៃអញ្ជើញលោកអ្នកមានភ័ព្វវាសនាអូម្ចាស់ខ្ញុំមកហើយលោកឡើងកម្រាលទី3គឺជាកម្រាលពេជ្រ
សាធុប្របីណាស់ឥឡូវក្នុងពេលនេះលោកគ្រូភ្លេងបានច្រៀងបទច្រងគោរពអញ្ជើញលោកអ្នកមានភ័ព្វវាសនាឡើងអង្គុយលើកំរាលព្រំ3ជាន់រួចរាល់ស្រេចបាច់អស់ហើយនៅឡើយកូនស្រីសតឡុងនាងនៅឯក្នុងត្រៀមដើម្បីចេញមកបាំងឆាត់ជូនដល់មេត្តាបិតារបស់លោកដែរហេតុដូច្នេះខ្ញុំបាទពឹងពររកអ្នកភ្លេងច្រៀងបទលោមនាងដើម្បីអញ្ជើញកូនស្រីចេញមកបាំងឆាត់សូមអញ្ជើញសូមគោរពអញ្ជើញលោកអ្នកភ្លេងចូលខិតមកចិត្តមេត្តាបិតាបន្តិចមកកូនឡើងមកមុខបន្តិចកូនស្រីសូមនាងបើកឆាត់ឡើងការបាំងឆាត់នេះគឺជានិមិត្តរូបនៃការតបគុណជូនដល់មេត្តាបិតារបស់នាងបាទសូមនាងបើកឆាត់ឡើងហើយខ្ញុំបាទពឹងពររកអ្នកគ្រូភ្លេងច្រៀងបទមលុបដងបាទសូមអញ្ជើញបាទសាធុប្រពៃណាស់ការពីគ្រាមុនបកុលបានប្រកបរាប់ជាដល់លោកអ្នកភ្លេងលេង
ឲ្យកូនស្រីបាំងឆាត់ជូនទៅដល់មេដាបៃតាគ្រាខាងក្រោយនេះនៅឡើយតែកាត់ខណ្ឌស្លាមហាក្បាត់សូមប្រឹក្សាស្នាការនៅលោកមេបាតើលោកកាត់របៀបណាសូមទានលោកមានប្រសាសន៍សាធុពពីណាស់ខ្ញុំបាទសូមជម្រាបជូនដល់លោកមហាទាំង3រូបដើម្បីជ្រាបថាពិធីកាត់ខណ្ឌស្លានេះគឺកាត់ទៅតាមឋានៈបណ្ដាស័ក្តិត្រកូលខាងមេត្តាបិតាខាងប្រុសហើយនៅក្នុងសង្គមកម្ពុជារបស់យើងបណ្ដាស័ក្តិគឺមាន4ស័ក្តិទី1រាជស័ក្តិទី2ឧត្តមស័ក្តិទី3បុរាណស័ក្តិទី4ភពស័ក្តិក្នុងនេះខ្ញុំបាទសូមជម្រាបជូនដល់ទៅលោកមហាដើម្បីជ្រាបថារាជស័ក្តិត្រកូលដែលជាប់ដំណរជាសន្តតិវង្សហៅថាខត្តយៈត្រកូលលោកឲ្យយកស័ក្តិដែលមានជាតិមាសទឹក9កាត់តម្លៃ90តម្លឹង3ស្លឹង3បាតជាចតុគុណស្មើប្រាក់សម័យរាជបច្ចេកចេស្តាចុងសតវត្សទី16 105រៀល50សេនទី2ឧត្តមស័ក្តិត្រកូលដែលមានស័ក្តិខ្ពស់ចាប់ពីត្រឹម10ហ៊ូពាន់ចុះមកដល់ស័ក្តិ6ហ៊ូពាន់ហៅថាត្រកូលឧត្តមស័ក្តិលោកឲ្យយកស័ក្តិដែលមានជាតិមាសទឹក6កាត់តម្លៃជាប្រាក់60តម្លឹង2បាត2ស្លឹងជាត្រីគុណស្មើប្រាក់សម័យរាជបច្ចេកចេស្តាចុងសតវត្សទី16ចំនួន91រៀល90សេន3បុរាណស័ក្តិត្រកូលដែលមានស័ក្តិជាន់ទាបចាប់ពីឋានៈ5ហ៊ូពាន់ចុះមកដល់ត្រឹមទីស្នងក្រដាពាសមេស្រុកឬក៏មេឃុំប៉ុណ្ណេះជាដើមហៅថាត្រកូលបុរាណស័ក្តិលោកឲ្យយកស័ក្តិដែលមានជាតិមាសទឹក3កាត់តម្លៃ30តម្លឹង2ស្លឹង1បាតជាទ្វេគុណស្មើប្រាក់សម័យរាជបច្ចេកចេស្តាចុងសតវត្សទី16 41រៀល40សេនឯទី4ភពស័ក្តិត្រកូលប្រជារាស្ត្រអ្នកស្រុកធម្មតាលោកឲ្យយកស័ក្តិដែលមានជាតិមាសទឹក1កាត់តម្លៃជាប្រាក់12តម្លឹង2ស្លឹងបាទស្មើនឹងប្រាក់សម័យរាជបច្ចេកចេស្តាចុងសតវត្សទី16ឯណោះចំនួន19រៀល70សេនសូមលោកមហាជ្រាបបាទសាធុប្រពៃណាស់ខ្ញុំបាទសូមស្នើការដល់លោកមេបាតទៅទៀតថាលោកទុកដាក់កូនចៅរកទទួលទានមានបានតិចតិជុំដល់លោកមេបាតូចធំតអញ្ចឹងទៅនោះតើលោកកាត់ស័កណាសូមទានលោកមានប្រសាសន៍អូប្រពៃណាស់លោកមហាទាំង3មានការងឿងឆ្ងល់បញ្ជាក់សួរអំពីការកាត់ខណ្ឌស្លាក្នុងវេលានេះយប់នេះខ្ញុំបាទសូមបញ្ជាក់ជូនថាមេត្តាបិតាទាំងគូនេះដែលលោកការកូនស្រីរបស់លោកហើយកូនលោកគឺជាកូនពៅផងចឹងឲ្យបានស័ក្តិសមត្រកូលមេត្តានិងបិតាខាងប្រុសខ្ញុំសូមកាត់តម្លៃខណ្ឌស្លានៃកូនស្រីជាបុរាណស័ក្តិគិតជាសាច់ប្រាក់មានចំនួន30តម្លឹង2ស្លឹង1បាតស្មើនឹង2ណែនប្រាក់សម័យបច្ចេកចេស្តាក្នុងពិធីកាត់ខណ្ឌស្លាវាមានតកតងទៅលើប្រាក់ខណ្ឌស្លាហើយពាក្យថាខណ្ឌស្លានេះបើតាមសៀវភៅវចនានុក្រមខ្មែរសម្ដេចជួនណាតតែលោកបានបញ្ជាក់ថាខណ្ឌស្លាគឺជាប្រាក់ដែលមេត្តាបិតារបស់កូនស្រីត្រូវប្រកបទៅមេត្តាបិតាខាងកូនប្រុសដើម្បីឲ្យយកប្រាក់ទៅតាមការកំណត់តាមការប្រកបយកមកឲ្យខ្លួនដើម្បីរៀបចំមង្គលការហើយសូមជម្រាបថាដើម្បីលើកកម្ពស់កិត្តិយសកិត្តិស័ព្ទរបស់ស្ត្រីខ្មែរព្រោះពីដើមស្រីខ្មែរគឺជាអ្នកដឹកនាំក្នុងសង្គមគ្រួសារផងដឹកនាំនៅក្នុងសង្គមជាតិផងដូច្នេះស្ត្រីខ្មែរត្រូវតែមានកិត្តិយសពងពោះដងឧត្តមត្រូវទទួលប្រាក់ខណ្ឌស្លាឲ្យសមតាមកិត្តិយសអញ្ចឹងទេមេដាបេដារបស់ខាងកូនស្រីត្រូវប្រកបទៅឲ្យមេដាប
បិតាខាងកូនប្រុសយកមកតាមការបង្គាប់របស់ខ្លួនបើមិនបានមិនព្រមហើយប្រាក់នេះគឺជាប្រាក់តម្លៃនៃកិត្តិយសរបស់ស្ត្រីខ្មែររបស់កូនស្រីហើយមិនមែនគ្រាន់តែកាត់ថាយកតែនាមថាឲ្យទៅបានគឺកាត់ប្រមាណគឺយកប៉ុណ្ណឹងដើម្បីយកមកចាត់ចែងក្នុងវិធីនិងគោលការណ៍ប្រលប់មកអបកាយព្រៀតកូនណាអាត្រៀតណាអបកាយជុំអងលោកមេបាទាំងតូចធំកូនណាជុំជីវថ្លៃឲ្យអស់ខាន់ស្លាហើយថ្លៃឲ្យជុំជីវអូនឲ្យអស់ខាន់ស្លាអូនណាបាំងឆាត់អោជូនម្ដាយកូនណាអើយអកុំរេណាកូនណាអចាំស្ដាប់លោកអមេបាកូនណាអើយកាត់ខាន់ថ្លៃអើយអស្លាថ្លៃហើយកូនណាកាត់ខាន់ថ្លៃអើយអស្លាស្រីកាត់តាមបុរាណស័ក្តិសំលៀងពៅស្រីកប់កលឡើយរយ៉ាណៃស្រីបរិសុទ្ធស្អាតណាកាត់តាមបុរាណស័ក្តិសំលៀងពៅស្រីកប់កលឡើយរយ៉ាណៃស្រីបរិសុទ្ធស្អាតណា